ស្រាអែលនិងអ៊ីរ៉ង់បានក្លាយជាសត្រូវដ៏ធំបំផុតគ្រោះថ្នាក់បំផុតនិងសាហាវបំផុតមួយនៅមជ្ឈមបូព៌ាមីស៊ីលតាមធ្វើឃាតវាយប្រហារតាមអ៊ីនធឺណិតទាញប្រទេសជាច្រើនចូលទៅក្នុងសង្គ្រាម proxy ជាសង្គ្រាមដែលប្រទេសធំមិនប្រយុទ្ធដោយផ្ទាល់តែឲ្យក្រុមឬក៏ប្រទេសផ្សេងប្រយុទ្ធជំនួសខ្លួនប៉ុន្តែអ្វីដែលគេមិនសូវចាប់អារម្មណ៍គឺអ៊ីរ៉ង់និងអ៊ីស្រាអែលធ្លាប់ជាមិត្តជំនិតនឹងគ្នាមុនឆ្នាំ1979បន្ទាប់ពីអ៊ីស្រាអែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1948អ៊ីរ៉ង់គឺជាប្រទេសមូស្លីមទី2ដែលទទួលស្គាល់អ៊ីស្រាអែលជារដ្ឋស្របច្បាប់ក្រោមការដឹកនាំរបស់ស្ដេចសារដែលមាននិន្នាការគ្រប់គ្រងបច្ចិមលោកប្រទេសទាំងពីរភ្ជាប់ចំណងការទូតសេដ្ឋកិច្ចនិងយោធាអ៊ីស្រាអែលបានទិញប្រេងអ៊ីរ៉ង់ទិញអាវុធពីអ៊ីស្រាអែលនិងគ្រប់គ្រងផ្នែកស៊ើបការសម្ងាត់របស់អ៊ីស្រាអែលទៅទៀតរដ្ឋាភិបាលទាំងពីរមានសត្រូវរួមតែមួយគឺរដ្ឋជាតិនិយមអារ៉ាប់ដូចជាអ៊ីរ៉ាក់និងស៊ីរីនៅពីក្រោយឆាកពួកគេថែមទាំងបានបង្កើតគម្រោងយោធាសម្ងាត់រួមគ្នាដើម្បីអភិវឌ្ឍមីស៊ីលទៀតផងឆ្នាំ1979បដិវត្តអ៊ីស្លាមនៅអ៊ីរ៉ង់បានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងស្ដេចសារត្រូវបានផ្ដួលរំលំមេដឹកនាំសាសនាលោកអាយ៉ាតូឡារូហូឡាខូមេនីបានឡើងកាន់អំណាចហើយបានផ្លាស់ប្ដូរអ៊ីរ៉ង់ទៅជាសាធារណរដ្ឋអ៊ីស្លាមរបបថ្មីនេះមើលឃើញអ៊ីស្រាអែលមិនមែនជាដៃគូទេប៉ុន្តែជាសត្រូវរដ្ឋាភិបាលរបស់លោកខូមេនីមិនទទួលស្គាល់អ៊ីស្រាអែលជារដ្ឋស្របច្បាប់ទេនិងថាអ៊ីស្រាអែលបានកាន់កាប់ទឹកដីមូស្លីមដោយខុសច្បាប់អ៊ីរ៉ង់បានអំពាវនាវឲ្យពិភពមូស្លីមរួមគ្នាប្រឆាំងអ៊ីស្រាអែលនិងបានកាត់ផ្តាច់ចំណងការទូតបិទស្ថានទូតនៅទីក្រុងទីហេរ៉ង់និងប្រគល់អគារស្ថានទូតនោះទៅឲ្យអង្គការរំដោះប៉ាឡេស្ទីនលោកខុមមេនីបានចាប់ផ្ដើមហៅអ៊ីស្រាអែលថាកូនបិសាចនិងហៅសហរដ្ឋអាមេរិកថាមេបិសាចចាប់ពីពេលនោះមកការប្រឆាំងអ៊ីស្រាអែលបានคล้ายទៅជាគោលនយោបាយសំខាន់មួយរបស់អ៊ីរ៉ង់ឆ្នាំ1982ក្រោមការដឹកនាំរបស់លោកអាយ៉ាតូឡាអាលីខាមេនីសង្គ្រាម proxy បានចាប់ផ្ដើមយោងតាម Channel Force របស់ចក្រភពអង់គ្លេសអ៊ីរ៉ង់បានជួយបង្កើតក្រុម Hezbollah នៅលីបង់ជាកងជីវពលដ៏មានឥទ្ធិពលមួយដែលត្រូវបានរចនាឡើងជាពិសេសដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែលយូរទៅអ៊ីរ៉ង់បានពង្រីកបណ្ដាញនេះនៅទូទាំងតំបន់និងបានផ្ដល់មូលនិធិនិងអាវុធទៅដល់ក្រុមហាម៉ាស់និងជីហាតអ៊ីស្លាមនៅកាហ្សាកងជីវពលនៅអ៊ីរ៉ាក់និងក្រោយមកហ៊ូធីនៅយេម៉ែនក្រុមទាំងនេះរួមគ្នាត្រូវបានគេស្គាល់ថាជាអឬក៏កម្លាំងតស៊ូរបស់អ៊ីរ៉ង់បេសកកម្មរបស់ពួកគេគឺដាក់សម្ពាធលើអ៊ីស្រាអែលច្រើនវិស័យទោះជាយ៉ាងណាក៏ដោយអ៊ីស្រាអែលមើលឃើញឥទ្ធិពលកាន់តែខ្លាំងឡើងរបស់អ៊ីរ៉ង់ថាជាការគំរាមកំហែងដល់ខ្លួនជំនួសឲ្យសង្គ្រាមបើកចំហអ៊ីស្រាអែលបានចាប់ផ្ដើមធ្វើសង្គ្រាមស្រមោលទីភ្នាក់ងារស៊ើបការសម្ងាត់អ៊ីស្រាអែលបានវាយប្រហារតាមអ៊ីនធឺណិតនិងតាមធ្វើឃាតដែលកំណត់គោលដៅទៅលើអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរនិងមេដឹកនាំយោធាអ៊ីរ៉ង់ឆ្នាំ2010ប្រតិបត្តិការដ៏ល្បីល្បាញបំផុតមួយគឺការវាយប្រហារតាមអ៊ីនធឺណិតធំបំផុតជាលើកដំបូងក្នុងពិភពលោកអ៊ីស្រាអែលបានធ្វើឲ្យក្បាលម៉ាស៊ីនកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាប់គាំងទាំងអស់ភាគីទាំងពីរបន្តសងសឹកគ្នាតាមរយៈចារកម្ម drone និងកងជីវពល proxy នៅប្រទេសស៊ីរីលីបង់អ៊ីរ៉ាក់និងកាហ្សារហូតដល់ប្រភពតានតឹងបំផុតមួយបានផ្ទុះឡើងគឺកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់អ៊ីស្រាអែលជឿថាអ៊ីរ៉ង់ដែលមានអាវុធនុយក្លេអ៊ែរនិងគំរាមកំហែងទៅដល់ការរស់រានមានជីវិតរបស់ខ្លួនអ៊ីរ៉ង់ទទូចថាកម្មវិធីរបស់ខ្លួនគឺសម្រាប់ថាមពលស៊ីវិលប៉ុណ្ណោះឆ្នាំ2015កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បានព្យាយាមកំណត់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរទៅនឹងការលើកលែងទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ប៉ុន្តែនៅឆ្នាំ2018លោកដូណាល់ត្រាំប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះដូច្នេះគូសត្រូវទាំងពីរគឺអ៊ីរ៉ង់និងអ៊ីស្រាអែលបដូរយុទ្ធសាស្ត្រពីសង្គ្រាម proxy និងសង្គ្រាមស្រមោលទៅជាចំនួនដោយបើកចំហនៅឆ្នាំ2023ថ្ងៃទី7ខែតុលាក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏ធំមួយលើអ៊ីស្រាអែលបានឆ្លើយតបដោយកំណត់គោលដៅទៅលើសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ទាំងអស់នៅទូទាំងមជ្ឈមបូព៌ាក្រុម Hezbollah ចាប់ផ្ដើមចុះខ្សោយកងកម្លាំងអ៊ីរ៉ង់នៅស៊ីរីត្រូវបានវាយប្រហារមេដឹកនាំកងជីវពលត្រូវបានធ្វើឃាតបណ្ដាញ proxy ដែលអ៊ីរ៉ង់បានចំណាយពេលរាប់ទសវត្សរ៍ចុងផ្ដើមបានចាប់ផ្ដើមដួលរលំនៅឆ្នាំ2025ខែមិថុនាមីស៊ីលត្រូវបានបាញ់ស្រោចដាក់គ្នាទៅវិញទៅមករវាងអ៊ីរ៉ង់និងអ៊ីស្រាអែលហើយឆ្នាំ2026ខែកុម្ភៈសង្គ្រាមដ៏ធំបានផ្ទុះឡើងដែលអាមេរិកលូកដៃពេញទីដូច្នេះការចងអាគារគ្នារវាងអ៊ីរ៉ង់និងអ៊ីស្រាអែលអស់រយៈពេល47ឆ្នាំនេះមិនមែនគ្រាន់តែជាបញ្ហាទឹកដីទេវាក៏ពាក់ព័ន្ធទៅនឹងមនោគម